ក្រុមហ៊ុនផលិតរថយន្តអាគីសនីចិនអេសផេងក្រុងវិនិយោគជិត14,000 លានដុល្លារទៅក្នុងឧស្សាហកម្មមនុស្សយន្តនាពេលអនាគតក្រុមហ៊ុនផលិតរថយន្តអាគីសនីដ៏លេចធ្លោរបស់ចិន Xpeng ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើការវិនិយោគដ៏ធំដែលអាចឈានដល់ 13.8 ពាន់លានដុល្លារនៅក្នុងគម្រោងមនុស្សយន្តនេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី11ខែមីនាឆ្នាំ2025ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន The Security Times បានរាយការណ៍ថានាយកប្រតិបត្តិលោក He Xiaopeng បាននិយាយនៅក្រៅសម័យប្រជុំសភាប្រចាំឆ្នាំថាខណៈដែលការវិនិយោគបច្ចុប្បន្នរបស់ Xpeng អាចត្រូវបានចាត់ទុកថាមានលក្ខណៈអភិរក្សនៅឡើយដោយសាររបៀបដែលវាស្ថិតនៅក្នុងដំណាក់កាលដំបូងនៃការចូលទៅក្នុងវិស័យនេះក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេចក្នុងការវិនិយោគបន្ថែមទៀតលោកបាននិយាយថា Xpeng បានធ្វើការនៅក្នុងឧស្សាហកម្មមនុស្សយន្តអស់រយៈពេល5ឆ្នាំមកហើយក្រុងនៅបន្តរយៈពេល20ឆ្នាំទៀតខណៈក្រុមហ៊ុនមានបំណងចាយទុនវិនិយោគប្រមាណ50ពាន់លានយន់ប្រហែល8ពាន់លានដុល្លារហើយអាចនឹងឈានដល់100ពាន់លានយន់ប្រហែល 13.8 ពាន់លានដុល្លារនាពេលអនាគតប៉ុន្តែមិនបាននិយាយអំពីការវិនិយោគនាពេលបច្ចុប្បន្ននោះឡើយគួរជំរាបថា Xpeng បានឈានជើងចូលឧស្សាហកម្មមនុស្សយន្តជាលើកដំបូងនៅក្នុងឆ្នាំ2020ហើយបានបញ្ចេញមនុស្សយន្តដំបូងរបស់ខ្លួនមានឈ្មោះថា Iron Sumenol នៅក្នុងខែវិច្ឆិកាដើម្បីប្រជែងនឹង Tesla Bot